ភាសាខ្មែរថ្នាក់ទី10អត្ថបទស្ដាប់រឿងព្រះតេមិយការព្រះពុទ្ធជាបរមសាស្ត្រាចារ្យគង់នៅវត្តចេតពុនទ្រង់ប្រារព្ធនៅមហាភិនិស្ក្រមបារមីទ្រង់សម្ដែងធម្មទេសនាថាមេបណ្ឌិតយ៉ាងវិភាវិយៈដូចនេះជាដើមសេចក្តីថាថ្ងៃមួយភិក្ខុទាំងឡាយប្រជុំគ្នាក្នុងសាលាធម្មសភាសរសើរនៅមហាភិនិស្ក្រមបារមីរបស់ព្រះមានបុណ្យព្រះអង្គទ្រង់ព្រះបញ្ជាថាអ្នកទាំងឡាយប្រជុំគ្នានិយាយរឿងអ្វីភិក្ខុនោះក្រាបបង្គំទូលតាមដំណើរទើបព្រះអង្គមានពុទ្ធដីកាថាឥឡូវនេះតថាគតមានបារមីពេញគ្រប់គ្រាន់ហើយលះបង់រាជសម្បត្តិទៅសាងមហាភិនិស្ក្រមមិនអស្ចារ្យទេបើពីដើមទើបអស្ចារ្យកាលភិក្ខុទាំងឡាយអារាធនាក៏ព្រះអង្គទ្រង់សម្ដែងនៅអតីតនិទានដូចតទៅនេះអតីតេភិក្ខុវេពីរាណសីណੰកាសិករិជានាមិធមេនសមេនរជាងការិសិមនាភិក្ខុទាំងឡាយក្នុងការកន្លងទៅហើយព្រះមហាក្សត្រព្រះនាមកាសិករាជសោយរាជតាមច្បាប់មានសមភាពក្នុងនគរពារាណសីទ្រង់ពុំមានព្រះរាជបុត្រឬព្រះរាជបុត្រធីតាសូម្បីមួយព្រះអង្គសោះអ្នកនគរភ័យខ្លាចផុតព្រះរាជវង្សទើបទ្រង់ឲ្យស្រីស្នំទាំង16000នាក់បួងសួងសុំបុត្រព្រះអគ្គមហេសីព្រះនាមចន្ទាជារាជធីតានៃព្រះបាទមុត្តរាជសមាទានឧបោសថហើយធ្វើសច្ចកិរិយាប្រាថ្នាបុត្រដោយអំណាចតិចសិលឧបោសថទើបព្រះឥន្ទ្រាធិរាជអារិតព្រះពោធិសត្វជាទេវបុត្រនៅឋានត្រៃត្រឹងឲ្យមកចាប់បដិសន្ធិក្នុងផ្ទៃព្រះនាងចន្ទានោះថ្ងៃដែលព្រះពោធិសត្វប្រសូតមកមានភ្លៀងអោជោគជាំពេញដែនកាសីហាក់ដូចជាធ្វើឲ្យហឫទ័យនៃមហាជនក្នុងប្រទេសឲ្យទទឹកគ្រប់គ្នាព្រោះហេតុនេះតើព្រះរាជាទ្រង់ព្រះរាជទានព្រះនាមព្រះរាជបុត្រនោះថាតេមិយកុមារកាលព្រះពោធិសត្វបានព្រះជន្មមួយខែពួកស្រីស្នំនាំគ្នាទៅកិលព្រះបរមរាជបិតាព្រះអង្គសពព្រះរាជហឫទ័យណាស់ក៏លើបីទ្រហើយនាំទៅផ្ដេកលើព្រះអូរូនាព្រះទីនាងសម្រាប់វិនិច្ឆ័យទោសចោរព្រះអង្គវិនិច្ឆ័យទោសចោរ4នាក់ថាចោរម្នាក់ត្រូវវាយរាវដោយរំពេចផ្ដៅ1000ខ្វាប់ចោរម្នាក់ត្រូវចងដោយច្រវាក់ដាក់ក្នុងពន្ធនាគារចោរម្នាក់ត្រូវចាក់សម្លាប់ដោយលំពែងចោរម្នាក់ទៀតដោតឆ្កាងដោតអណ្ដាតដោយដេកស្រួចព្រះពោធិសត្វទ្រង់ព្រះសណ្ដាប់សេចក្តីវិនិច្ឆ័យនោះក៏មានព្រះទ័យភិតភ័យគិតថាអូព្រះរាជបិតាទ្រង់ធ្វើអំពើសម្រាប់ទៅនរកហើយតើព្រះបិតាជ្រាបថាព្រះរាជបុត្រភ័យថ្ងៃក្រោយមកទ្រង់យកទៅផ្ដេកនាមហាមន្ទីរក្រមស្វេតឆ័ត្រដល់មើងម៉ាត់ព្រះពោធិសត្វទតឃើញស្វេតឆ័ត្រក៏ភ័យទៀតទើបទ្រង់ព្រះចិន្តាថាអាត្មាអញមកពីណាមកនៅក្រុមស្វេតឆ័ត្រនេះទើបទ្រង់ជ្រាបដោយជាតិសរណញ្ញាណថាមកពីឋានតាវតឹងពីដើមនៅកន្លែងនេះទៅនរកព្រោះធ្លាប់ជាស្ដេចសោយរាជនៅនគរនេះអស់20ឆ្នាំដោយទោសនៃការសោយរាជបានជាទៅរងទុក្ខក្នុងឱសថនរកអស់80000ឆ្នាំទ្រង់ជ្រាបដូច្នេះក៏រឹតតែភ័យព្រួយព្រះរាជហឫទ័យខ្លាំងខ្លាចក្រែងជៀសវាងនៅការសោយរាជពុំបានទើបទេវតារក្សាស្វេតឆ័ត្រដែលធ្លាប់ជាមេដារបស់ព្រះអង្គពីជាតិមុនថ្វាយយោបល់បញ្ចេញកិច្ចកលដល់ព្រះអង្គថាអ្នកកុំប្រកាសនៅភាពជាអ្នកចេះដឹងគឺថាមិនខ្វិនត្រូវធ្វើជាខ្វិនមិនថ្លង់ត្រូវធ្វើជាថ្លង់មិនគោត្រូវធ្វើជាគោជនទាំងពួងស្គាល់អ្នកថាជាមនុស្សល្ងង់ក៏ដោយចោះ
មើងងាយអ្នកយ៉ាងណាក៏ដោយចោះសេចក្តីចម្រើននឹងមកដល់អ្នកដោយវិធីយ៉ាងនេះព្រះពោធិសត្វថាខ្ញុំនឹងធ្វើតាមពាក្យរបស់អ្នកឈ្មោះថាធ្វើនៅសេចក្តីចម្រើននិងប្រយោជន៍ដល់ខ្ញុំព្រះពោធិសត្វមិនទ្រង់ព្រះកន្សែងមិនទាព្រះស៊ីមិនកំរើអស់វេលា1ឆ្នាំទោះបីគេរកឧបាយកលពិសោធន៍ដោយទៅដោះពិសោធន៍យ៉ាងណាក៏នៅតែដដែលតមកព្រះរាជាបិតាឲ្យពិសោធន៍ដោយហេតុ16ប្រការគឺ 1. ការពិសោធន៍ដោយនំចំណី 2. ការពិសោធន៍ដោយយកផល្លានុផល 3. ការពិសោធន៍ដោយគ្រឿងកីឡា 4. ការពិសោធន៍ដោយភោជន 5. ការពិសោធន៍ដោយភ្លើង 6. ការពិសោធន៍ដោយដំរីចុះព្រេង 7. ការពិសោធន៍ដោយពស់ 8. ការពិសោធន៍ដោយមហោស្រព 9. ការពិសោធន៍ដោយគ្រឿងអាវុធ 10. ការពិសោធន៍ដោយសូរស័ព្ទត្រេងសាំង 11. ការពិសោធន៍ដោយសូរស័ព្ទស្គរ 12. ការពិសោធន៍ដោយពន្លឺភ្លើងប្រទីប 13. ការពិសោធន៍ដោយរុយ 14. ការពិសោធន៍ដោយគ្រឿងសំអុយ 15. ការពិសោធន៍ដោយដុតភ្លើងឆ្អើរ 16. ការពិសោធន៍មាតុក្រៀមអ្នកចាត់ការពិសោធន៍ទាំង16បែបក្នុងមួយបែបអស់រយៈកាល1ឆ្នាំដោយល្បិចផ្សេងយ៉ាងណាក៏ដោយក៏ព្រះពោធិសត្វនៅតែខ្វិនខ្វង់គោថ្លង់ដដែលពុំមានកំរើកដោយការស្រេកឃ្លានដោយការចង់បានដោយការផិតភ័យឡើយការបើអ្នកពិសោធន៍អស់ចំណេះទាល់គំនិតហើយទៅព្រះមហាក្សត្រទ្រង់ចាត់ឲ្យអញ្ជើញពួកព្រាហ្មណ៍មកទាយម្ដងទៀតពួកព្រាហ្មណ៍ទាំងឡាយគុនគូមើលម្ដងទៀតក៏ឃើញទំនាយនៅដដែលប៉ុន្តែពួកព្រាហ្មណ៍ទាំងនោះបានកុហកព្រះរាជាថាគឺជាកុមារកឡុណីហើយសូមឲ្យព្រះអង្គកុំបង្អែបង្អង់ឡើយសូមទ្រង់ញ៉ាំងនាយសារថីឲ្យទេមរតពលមង្គលដោយរទេះអពមង្គលផ្ដេកព្រះរាជកុមារលើរថនោះឲ្យនាំចេញតាមទ្វារខាងលិចទៅជីកកប់សម្លាប់ចោលឯព្រៃខ្មោចទៅព្រះរាជាទ្រង់អនុម័តតាមសម្ដីព្រាហ្មណ៍ព្រះនាងចន្ទាទេវីស្ទុះមកប្រញាប់ប្រញាល់តែមួយអង្គឯងទ្រង់ព្រះកន្សែងអង្វរព្រះរាជាទោះបីម្ដេចណាក៏សូមព្រះអង្គទ្រង់ព្រះរាជាអនុញ្ញាតឲ្យបុត្រខ្ញុំម្ចាស់សោយរាជពុំខានព្រះរាជាពុំព្រមព្រះនាងសុំត្រឹម7ឆ្នាំ7ខែ8ថ្ងៃក៏ព្រះរាជាពុំព្រមព្រះនាងសុំត្រឹម7ថ្ងៃទើបព្រះមហាក្សត្រទ្រង់ព្រះរាជាអនុញ្ញាតហើយចាត់ការធ្វើរាជាភិសេកថ្វាយរាជសម្បត្តិចំពោះព្រះតេមិយរាជកុមារសុនន្ទសារថីទទួលធ្វើតាមព្រះរាជបញ្ជាប៉ុន្តែដោយអនុភាពព្រះរាជកុមារក៏ទេវតាបង្វែរឲ្យទឹមនៅរថមង្គលដោយសេះទាំងឡាយជាមង្គលនាំព្រះពោធិសត្វចេញទៅតាមទ្វារខាងកើតវិញចេញអំពីនគរអស់ផ្លូវចម្ងាយ3យោជន៍ដល់ព្រៃស្នាប់មួយសារថីស្មានថាជាព្រៃខ្មោចក៏ដោះសេះបញ្ឈររទេះដោះគ្រឿងអពររបស់មហាក្សត្រវិជ្ជាបង្វិចហើយទាញចបកាប់រំដៅរៀង4ជ្រុងនៅពេលនោះមហាក្សត្រទ្រង់ព្រះចិន្តាថាការនេះជាការគួរអាត្មាអញព្យាយាមហើយក៏ក្រក់ច្របាច់ព្រះហស្ថឆ្វេងដោយព្រះហស្ថស្ដាំច្របាច់ព្រះហស្ថស្ដាំដោយព្រះហស្ថឆ្វេងច្របាច់ព្រះបាទាដោយព្រះហស្ថទាំងពីរហើយចុះចាករថឈាន2-3ជំហានស្មានថាបើទៅមួយថ្ងៃចម្ងាយមួយយោជន៍ក៏បានហើយទ្រង់ព្រះចិន្តាទៀតថាបើនាយសារថីចាប់ក្រញិចព្រះអង្គកប់ទៅក្នុងរណ្ដៅព្រះអង្គអាចក្រញិចនាយសារថីវិញបានទើបព្រះអង្គចង់លបងព្រះពលំក៏ចាប់ទីបំផុតរទេះរត់ក្រវីវិលខ្ញាល់ដូចជាគេក្រវីកូនរទេះសម្រាប់កូនក្មេងលេងហើយទ្រង់មានព្រះរាជបំណងចង់បានគ្រឿងប្រដាប់ស្អិតស្អាងព្រះកាយព្រះឥន្ទឲ្យវិស្វកម្ម
ទេវបុត្រយកគ្រឿងមហាប្រសាទមកថ្វាយទ្រង់តែងព្រះកាយរួចស្ដេចសួរទៅនាយសារថីដែលកំពុងលង់រណ្ដៅថាណែនាយសារថីនាគជីករណ្ដៅដើម្បីអ្វីអ្នកនឹងធ្វើនៅអ្វីដោយរណ្ដៅនេះព្រះតេមីប្រែប្រានជាចេះនិយាយស្ដីហើយបណ្ដេញឲ្យនាយសារថីនាំគ្រឿងអភរណៈត្រឡប់ចូលនគរវិញហើយទ្រង់ស្លៀកពាក់សាមណៈបរិក្ខាគង់ក្នុងអាស្រមដែលព្រះឥន្ទកោសីនិមិត្តថ្វាយ30យោជន៍ឆ្ងាយពីព្រះនគរជាសុសានរហូតដល់រន្ទឺឮសពដល់ព្រះបិតាមាតាទ្រង់លើកពលចតុរាង្គសេនាមកអញ្ជើញព្រះអង្គឲ្យយាងត្រឡប់ទៅសោយរាជវិញប៉ុន្តែព្រះពោធិសត្វមានបន្ធូរថាអាត្មាភាពនឹងប្រព្រឹត្តព្រហ្មចរិយាធម៌ពុំត្រូវការរាជសម្បត្តិទេព្រោះក្មេងៗក៏គង់តែស្លាប់យប់ថ្ងៃកន្លងផុតទៅទឹកដែលហូរហើយមិនវិលត្រឡប់ហើយអាយុជីវិតមនុស្សក៏យ៉ាងនេះដែរជាងនេះភរិយាក៏គង់តែស្លាប់ផ្លែឈើទាំងឡាយក៏គង់តែជ្រុះជន់ខ្លះដែលឃើញតែពេលព្រឹកមិនឃើញពេលល្ងាចឯខ្លះទៀតឃើញតែពេលល្ងាចមិនឃើញពេលព្រឹកសេចក្តីព្យាយាមក្នុងកុសលគេគួរធ្វើក្នុងថ្ងៃនេះឯងបុគ្គលណាដឹងថាសេចក្តីស្លាប់នឹងមានក្នុងថ្ងៃស្អែកអាត្មាភាពផុតស្រឡះហើយអំពីចំណងគឺការប្រាថ្នាទ្រព្យមិនត្រូវការរាជសម្បត្តិទេសុខចិត្តនៅក្នុងព្រៃបួសធ្វើអំពើជាកុសលប្រព្រឹត្តព្រហ្មចរិយាធម៌កាលនោះព្រះបាទកាសិករាជនិងព្រះនាងចន្ទាព្រមទាំងស្នំ 16,000 ហើយព្រមទាំងបរិពារសពព្រះハរតីនិងទ្រង់សាងភ្នោះទើបទ្រង់ឲ្យចំហទ្វារឃ្លាំងទាំងអស់និងទ្វារផ្សារហើយទៅកសាងបុណ្យកុសលនៅពេញអាស្រមនាយម៉ឺនពណ៌និកាយបានសម្រេចមគ្គផលគ្រប់គ្នាលុះស្លាប់ទៅបានកើតជាទេវតានៅឆកកាមាវិចរសួគ៌ហើយអ្នកទាំងឡាយដែលបានបួសរៀនគឺជាពុទ្ធបរិស័ទនៃព្រះពោធិសត្វ